សំខាន់ជាងនឹងទៀតណាគឺស្រួលធ្វើនឹងហ្មងមានតែបាយមួយចានក្រត់មួយកង់ខ្ញុំដាក់ច្រើននេះខ្ញុំដាក់បន្តិចនេះទាំងអស់គ្នាក្រត់ហ្នឹងខ្ញុំហាន់ជាលក្ខណៈលិតបែបហ្នឹងណាខ្ទឹមបារាំងមួយចំណិតហាន់ដូចក្រត់ចឹងតែក្រក់ខ្ញុំយកតែមួយកណ្ដាប់ទេហាន់ដូចគ្នាហើយច្រាមខ្ទឹមសឃើញឯងមួយផ្លែតបាយសវិញខ្ញុំដាក់ស្ករសដាក់ម្រេចដាក់ប្រេងខ្យងដាក់ទឹកស៊ីអ៊ីវហើយមករ៉ូឌីបន្តិចខ្ញុំដាក់គ្រឿងចូលក្នុងបាយសនឹងឲ្យហើយហ្មងបន្ទាប់មកគោះពងមាន់មកគ្រាប់ច្បល់ចូលគ្នាចង់ដាក់មួយកណ្ដាប់ដែរដាក់អត់កើតបន្ទាប់មកយើងដាក់ខ្លាញ់រំលីងខ្ទឹមរំលីងឲ្យរៀងកឡោចក្រហមបន្តិចដាក់សាច់ក្រករំលីងបន្តិចហើយចាំដាក់បន្លែនេះខ្លាញ់វារៀងច្រើនពេកខ្ញុំដួសចេញតាមមកត្រឡប់ពីត្រឡប់យើងដាក់បាយយើងចូលដំបូងវារៀងសើមឆាយូរវាស្ងួតហើយប្រើភ្លើងតិចឥឡូវហើយឲ្យមកមេភ្លក់ម៉ាក់យ៉ាត់ក្តៅនិយាយរឿងបាយឆារៀងជំនាញហើយបើសាឆាញ៉ាំកាលពីមុនបងមើលឡើងស្ងួតឃើញ